ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបានមុខម្ហូបមួយទៀតហើយបងប្អូនអើយមុខម្ហូបដែលគេពុះពេញនិយមអន្ទង់ត្រជាក់បងប្អូនឃើញគេធ្វើតំណងបងប្អូនឥឡូវបានធ្វើខ្លួនឯងហើយដាក់ទឹកត្រីកោះកុងហើយនឹងទង់ទលេបងប្អូនដាក់បានខ្លួនឯងពេលព្រឹកល្ងាចឡើងតនេក៏ធ្វើហូបមានអីច្រើនមានទឹកត្រីកោះកុងនិងស្លាត់ត្រប់អីប៉ុណ្ណឹងមកអែមហីនេះបងប្អូនសកម្មភាពដែលខ្ញុំដាក់ប្រើបានណានេះទង់នេះមួយនេះចូលចិត្ត6 7ខាំបងប្អូនធំមែនតែនទង់ទលេបងប្អូនតិចបងប្អូនអត់ជឿទេបានទាំងត្រីបានទាំងទង់បងប្អូនហុយខ្ញុំនឹងមិនមែនជំនាញចាប់ទង់ណាបងប្អូនចាប់ទង់ក្នុងប្រើសហ្នឹងហើយចាប់មិនបានទៀតចាប់របូតឆ្កឹលច្រើនណាចាក់យកមកទៅស្រួលនេះបងប្អូនធំមួយឡើង7 8ខាំតោះយើងទៅមើលសកម្មភាពធ្វើទាំងអស់គ្នាបងប្អូនយើងជាដំបងយើងកាត់វាហើយយើងផ្លះហើយបងប្អូនខ្លះគាត់ផ្លះទាំងមូលប៉ុន្តែខ្ញុំក៏វត្តអត់មុតក៏ខ្ញុំកាត់ជា3កណាត់ឬ4កណាត់ទៅដើម្បីស្នុកផ្លះបងប្អូនហើយទី2វាមានជាតិរអិលហើយក៏វត្តយើងអត់មុតប្រវាក់ធ្វើអានតងហ្នឹងហើយយើងយកតែសាច់ទេបងប្អូនឆ្អឹងយើងវះវាចេញដើម្បីយើងយកវាទៅផ្លះហ្វីឡេយកតែសាច់ណាហើយយើងកាត់វាបានផ្លះបានស្អាតចឹងហើយចានយើងយកទៅកាត់លក្ខណៈជាដុំល្មមដែលយើងមកហូបយើងផ្ទាប់បានណាបងប្អូនយើងកាត់វាជាដុំមកប៉ុន្តែជាស្រ័យគឺដោយសារខ្ញុំដាក់បិទនេះកុំឲ្យខាងក្រុមហ៊ុន Facebook គេចាំអីចឹងណាបងប្អូនព្រោះឃើញឈាមឃើញអីគេអត់ឲ្យយើងធ្វើទេតែអញ្ចឹងតបិទបាំងតិចដល់ពេលយើងកាត់វាជាដុំអញ្ចឹងហើយចាប់ដើមយើងទៅរៀបចំគ្រឿងយើងមានដូចជាដូងមួយមកមានគល់ក្រីរំដេងឬគុយសោតមកបងប្អូនហើយយើងបន្តទៅដាក់ខ្ទះដោយក្តៅដើម្បីចាក់ទឹកដូងចូលបងដូងនេះជាប្រភេទដូងតុកែបងប្អូនសាច់វាក្អូបហើយឆ្ងាញ់ណាពេលយើងដាក់ទឹកដូងអញ្ចឹងហើយយើងដាក់គ្រឿងកាត់ឆ្អាបយើងបងប្អូនដូចជារំដេងឬគុយសោតហ្នឹងដាក់វាចូលទាំងអស់មកហើយចាំយើងវាយផ្សំគ្រឿងបន្តិចដើម្បីឲ្យវាចាប់ជាតិជាមួយទង់យើងបងប្អូនយើងមិនបាច់ដាក់អីច្រើនទេដាក់តាអំបិលនិងប៊ីចេងទៅបានបងប្អូនដើម្បីឲ្យទង់យើងមានជាតិនិងកុំឲ្យវាសាបដល់ពេលយើងដាក់អញ្ចឹងហើយមកងាស់ហើយចាំយើងយកទង់ដែលយើងបានហាន់ជាដុំរួចជាស្រេចហ្នឹងយកវាមកដាក់ស្ងោរឲ្យបានមកពុះនិយាយរួមដាក់មួយឆ្អិនបងប្អូនមួយឆ្អិនទៅព្រោះគ្រឿងនេះយើងអត់ហូបឆៅទេយើងហូបឆ្អិនប៉ុន្តែកុំឲ្យឆ្អិនជ្រុលបងប្អូនហូបដាក់តែមួយឆ្អិនបានហើយដើម្បីឲ្យសាច់វានៅរៀងស្វិតស្រួយខ្លះទេពេលយើងដាក់ធានតកទៅវាស្រួយបងប្អូនចឹងយើងទុកវាបានមកធុះឲ្យវាពុះហើយយើងគិតថាវាឆ្អិនហើយក៏យើងរៀបចំដាក់ចាក់តកបងប្អូនចាក់តកចូលកធុននេះមួយមកហើយបន្ថែមទឹកផងនេះយើងស្រង់ទឹកដែលយើងស្ងោរចេញហើយចាំយើងយកអន្ទង់ហ្នឹងទៅដាក់ចាក់ត្រាំជាមួយតកបងប្អូននេះជាលើកទី1ដែរដែលខ្ញុំធ្វើឃើញគេធ្វើតំណងណាដល់អញ្ចឹងពេលដាក់អន្ទង់បានខ្លួនឯងហ្នឹងក៏នឹកឃើញធ្វើហូបហើយក៏ធ្វើវីដេអូចែកម្លែកបងប្អូនមើលទស្សនាលេងអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមហើយបងប្អូនទុកឲ្យវាបានត្រជាក់តិចហើយរៀបវាមកឈុតចេះមកមានតកមានអីពីខវាត្រជាក់មកដាក់មួយបន្លែវាស្រួយនឹងបន្លែយ៉ាងផងបងប្អូនទឹកត្រីកោះកុងហិលមកចេះមកផ្ទាប់ចាប់ដើមភ្លក់ហើយបងប្អូននិយាយរួមអត់ទៅធ្វើឲ្យតែដើរទុកយូរបងប្អូនដឹងតែភ្លក់របស់ថ្មីតែធ្វើឲ្យដឹងតែឆ្ងាញ់កន្លែងទុកហ្នឹងលែងឆ្ងាញ់បងប្អូនតំណងបងប្អូន
ដាក់អញ្ចឹងមកបាទវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនពេញចិត្តជួយ Share ជួយ Follow មួយផងបងប្អូន